អាឡូកូនខែក្រោយនេះកូនទំនេរទេមិថុនាបាទម៉ាក់ខែក្រោយនេះកូនសម្រាប់ពីបង្រៀនល្មមព្រោះអាទិត្យក្រោយនេះសិស្សរបស់ខ្ញុំត្រូវប្រឡងបាក់ឌុបហើយខ្ញុំនឹងទៅលេងម៉ាក់ព្រោះខានជួបគ្នាយូរហើយម៉ាក់នេះក៏នឹកកូនដែរនៅពេលដែលកូនមកដល់ម៉ាក់ក៏មានរឿងមួយចង់ប្រាប់កូនដែរណាបាទម៉ាក់មានរឿងអីទៀតហើយនៅលោកគ្រូកុំថាចង់មករករឿងខ្ញុំទៀតនេះខ្ញុំដល់ថ្ងៃប្រឡងហើយមិនមានខួរក្បាលអីនេះទៅរកនឹកពាក្យមកឆ្លោះជាមួយនឹងលោកគ្រូកំឡោះឯងទៀតនោះទេចាលោកគ្រូមានរឿងអ្វីទេចង់និយាយជាមួយពួកខ្ញុំមែនទេនឹងផ្ដាំផ្ញើកូនសិស្សរបស់ឯងអស់ហើយនៅយើងផ្ដាំអស់ហើយចុះឯងដូចជាយកចិត្តទុកដាក់នឹងសិស្សពីរនាក់នេះជាងគេម្ល៉េះព្រោះនាងជាមនុស្សដែលឯងស្រឡាញ់នោះអីយើងមិនចង់ឃើញអនាគតសង្សាររបស់ឯងគេប្រឡងធ្លាក់នោះទេឯងគិតបែបនឹងមែនណាឬក៏មិនមែនអញ្ចឹងទេឯងកុំនិយាយបែបនឹងណាយើងមិនបានគិតអីនោះទេមិនអីទេឲ្យគេនៅជាមួយម៉ាក់ទៅឲ្យខ្ញុំទៅរកឯណាម៉ាក់ខ្ញុំមិនស្អាតថែមទាំងមិនសង្ហាបែបនឹងម៉ាក់បានមើលឃើញកូនគេម្នាក់ហើយថែមទាំងគេនេះក៏ពេញចិត្តនឹងកូនដែរណាម៉ាក់បានសួរគេរួចហើយអំពីរឿងនេះនៅឡើយតែសួរចិត្តកូនតែប៉ុណ្ណោះទេអាឡូកូនខែក្រោយនេះកូនទំនេរទេមិថុនាបាទម៉ាក់ខែក្រោយនេះកូនសម្រាប់ពីបង្រៀនល្មមព្រោះអាទិត្យក្រោយនេះសិស្សរបស់ខ្ញុំត្រូវប្រឡងបាក់ឌុបហើយខ្ញុំនឹងទៅលេងម៉ាក់ព្រោះខានជួបគ្នាយូរហើយម៉ាក់នេះក៏នឹកកូនដែរនៅពេលដែលកូនមកដល់ម៉ាក់ក៏មានរឿងមួយចង់ប្រាប់កូនដែរណាបាទម៉ាក់ពេលកូនរួចធុរៈកូននឹងប្រញាប់ទៅរកម៉ាក់ឲ្យបានលឿនបំផុតចាកូនចាម៉ាក់នឹកកូនខ្លាំងណាស់កូនថែសុខភាពផងណាសុខសប្បាយណាកូនបាទជំរាបលាម៉ាក់ព្រឹកឡើងមុនពេលចេញទៅប្រឡងបាក់ឌុបមិថុនាបានមកផ្ដាំនាងអាណុងនិងនាងពីមឲ្យប្រឹងប្រែងព្រោះគាត់មិនអាចជួយដល់ពួកនាងបាននោះទេគឺពួកសិស្សទាំងអស់ត្រូវពឹងលើសមត្ថភាពខ្លួនឯងអ្នកចេះគឺជាប់អ្នកមិនចេះគឺធ្លាក់អាណុងខ្ញុំមានរឿងចង់និយាយជាមួយពីមក៏ដូចគ្នាដែរណាមានរឿងអីទៀតហើយនៅលោកគ្រូកុំថាចង់មករករឿងខ្ញុំទៀតនេះខ្ញុំដល់ថ្ងៃប្រឡងហើយមិនមានខួរក្បាលអីនេះទៅរកនឹកពាក្យមកឆ្លោះជាមួយនឹងលោកគ្រូកំឡោះឯងទៀតនោះទេចាលោកគ្រូមានរឿងអ្វីទេចង់និយាយជាមួយពួកខ្ញុំមែនទេគឺខ្ញុំចង់ផ្ដាំថានៅពេលប្រឡងសូមតាំងចិត្តឲ្យបានល្អប្រឹងប្រែងប្រឡងព្រោះ12ឆ្នាំកន្លងមកនេះគឺផ្ញើជោគវាសនាទៅលើមួយថ្ងៃពីរថ្ងៃនេះឯងសូមកុំគិតរឿងដែលមិនល្អគិតតែពីប្រឹងធ្វើឲ្យបានល្អបំផុតទេបាញ់ចឹងខ្ញុំអរគុណលោកគ្រូហើយដែលមានបំណងល្អដាស់តឿនខ្ញុំរៀនជាមួយលោកគ្រូមួយឆ្នាំចុងក្រោយមកនេះលោកគ្រូដាស់តឿនខ្ញុំច្រើនណាស់អរគុណហើយណាអញ្ចឹងខ្ញុំទៅសិនហើយខ្ញុំលាហើយលោកគ្រូអរគុណច្រើនណាស់លោកគ្រូពេលនោះធាវុធក៏បានមកឃើញទាន់ហើយមិនបានដើរចូលទៅនោះទេប៉ុន្តែគេបានឃើញនួនអាណុងបែរមកមើលមុខរបស់មិថុនាទាំងស្នាមញញឹមធាវុធក៏ដើរចូលទៅមិថុនាអូគឺធាវុធទេឯងមានបានជូនដំណើរនិងផ្ដាំផ្ញើកូនសិស្សរបស់ឯងអស់ហើយនៅយើងផ្ដាំអស់ហើយចុះឯងដូចជាយកចិត្តទុកដាក់នឹងសិស្សពីរនាក់នេះជាងគេម្ល៉េះព្រោះនាងជាមនុស្សដែលឯងស្រឡាញ់នោះអីយើងមិនចង់ឃើញអនាគតសង្សាររបស់ឯងគេប្រឡងធ្លាក់នោះទេឯងគិតបែបនឹងមែនណាឬក៏មិនមែនអញ្ចឹងទេឯងកុំនិយាយបែបនឹងណាយើងមិនបានគិតអីនោះទេហើយចុះខែក្រោយសម្រាប់ឯងមានឡើងទៅលេងផ្ទះទេតើតាហើយចុះឯងវិញម៉ាក់របស់យើងគាត់នឹកយើងក៏នឹកគាត់ដែរអញ្ចឹងត្រូវទៅលេងគាត់ព្រោះខាន់ទៅ 3-4 ខែហើយយើងក៏ដូចឯងដែរមួយខែក្រោយមកដល់ពេលដែលមិថុនារួចកិច្ចការដែលក្រសួងបានដាក់ឲ្យអស់ហើយនឹងបានស្ដាប់ដំណឹងបាក់ឌុបរបស់សិស្សគេអស់ហើយសិស្សរបស់គេសុទ្ធតែបានលទ្ធផលល្អទាំងអាណុងនិងពីមផងដែរជំរាបសួរលោកយាយតាអាណុងនៅទេហើយពីមបានមកលេងឬអត់អាណុងមែនទេអាណុងហើយនឹងពីមនាំគ្នាទៅលេងនៅឯវាលស្រែបាត់ទៅហើយចុះចៅមានការអីមែនទេចាំយាយទៅហៅឲ្យណាបាទមិនអីទេលោកយាយ
ខ្ញុំថាមកលាគេនឹងណាមែនហើយពួកខ្ញុំត្រូវត្រឡប់ទៅក្រុងវិញហើយ ហាបើអញ្ចឹងចៅមកវិញទេ ខ្ញុំទៅតែមួយរយៈទេលោកយាយប៉ុន្តែចង់មកប្រាប់អានងនិងពីមថាខ្ញុំទៅវិញហើយតោះបើអញ្ចឹងចៅលាលោកយាយទៅវិញហើយព្រោះចៅឆាប់ចេញដំណើរទៅទាន់ព្រឹកតែថ្ងៃក្តៅបន្តិចពិបាកក្នុងការធ្វើដំណើរណាស់បើអញ្ចឹងចៅសូមលាលោកយាយសិនហើយផ្ញើលោកយាយផ្ដាំប្រាប់អានងនិងពីមផងណាពេលនោះធីវុឌ្ឍមិថុនាក៏បានបើកម៉ូតូចេញទៅមួយសន្ទុះក្រោយមកពីមនិងអានងមកពីស្រែវិញលោកយាយក៏បានប្រាប់ អាណងពីមគ្រូឯងឲ្យប្រាប់ថាពួកគេទៅក្រុងវិញហើយចាក់ក៏តែមានអីពាក់ព័ន្ធនឹងពួកខ្ញុំទេតែក៏តែមួយថ្ងៃរត់តែរឿងសឹមចេះចាំយេខ្ញុំដកផលិតយកមកឲ្យយាយឆ្លោនេះខ្ញុំទៅពុកអស់សិនពីមវានៅហូបបាយជាមួយនឹងខ្ញុំដែរនេះយាយបើអញ្ចឹងឯងនាំគ្នាទៅផ្លាស់សម្លៀកបំពាក់សិនទៅចាំយាយដាំស្លឆ្អិនយាយហៅណាចាយាយអាណងគ្នាទៅផ្លាស់កៅអៅសិនណាសាមជោគអត់ទៅហើយបើអញ្ចឹងឯងឆាប់មកវិញណា អានងទៅពុះអស់ហើយពីមក៏ទៅផ្លាស់សម្លៀកបំពាក់ឯយាយក៏បានដាំស្លលោកយាយបានធូរស្បើយពីជំងឺរីឯមិថុនានិងធីវុឌ្ឍវិញរសៀលបន្តិចក៏បានមកដល់ផ្ទះនៅផ្ទះមិថុនាម៉ាក់កូនមកវិញហើយម៉ាក់នៅទីនឹងម៉ាក់ឯងក៏រវល់ទៅផ្សារដឹងឯងទៅរកមើលក្នុងបន្ទប់គាត់សិនទៅក្រែងគាត់សម្រាប់នៅក្នុងបន្ទប់មិនហើយបើទៅផ្សារម៉ាក់បិទទ្វារផ្ទះហើយតែនេះអត់បិទផងម៉ាក់អន្តាម៉ាក់យ៉ាងម៉េចនឹងម៉ាក់កើតអីម៉ាក់ឈឺមែនទេទៅពេទ្យទេម៉ាក់ឯងកើតអីមែនទេនៅមីងគាត់កើតអីនឹងគឺម៉ាក់មិនស្រួលខ្លួននឹងណាម៉ាក់នៅផ្ទះម្នាក់ឯងគ្មានអ្នកណាមើលថែម៉ាក់នោះទេអរគុណសុំទោសណាម៉ាក់ដែលកូនទុកឲ្យម៉ាក់នៅម្នាក់ឯងប្រហែលជាពួកយើងរវល់នឹងការងារពេកម៉ាក់ខ្ញុំនិងប៉ាខ្ញុំក៏មិនដឹងយ៉ាងម៉េចដែរចាំគ្នាធ្វើអីឲ្យម៉ាក់និងឯងញ៉ាំសិនហើយចាំគ្នាជូនឯងទៅផ្ទះមិនអីទេតាមសម្រួលទៅនៅពេលដែលមិថុនាបានរៀបចំម្ហូបអាហារបបរសម្រាប់ម៉ាក់គេនិងធីវុឌ្ឍញ៉ាំរួចរាល់ហើយគេក៏ជូនធីវុឌ្ឍទៅផ្ទះរបស់គេពេលត្រឡប់មកវិញយប់បន្តិចនៅតុទទួលភ្ញៀវក្នុងផ្ទះរបស់មិថុនាតើពេលណាទៅកូនឯងបានមកបង្រៀននៅចិត្តផ្ទះវិញទៅកូនបានម៉ាក់គឺខ្ញុំក៏មិនទាន់ដឹងដែរព្រោះទាល់តែប្រឡងវគ្គនឹងរួចទើបដឹងពីលទ្ធផលម៉ាក់នៅទីនេះម្នាក់ឯងពេលឈឺជាអីនោះគ្មានអ្នកណាគេមើលថែម៉ាក់ទេកូននឹងខំប្រឹងប្រឡងឲ្យជាប់វគ្គនឹងដើម្បីបានមកនៅជិតមើលថែម៉ាក់ចាស់កូនមិនរកអ្នកណាម្នាក់មកមើលថែម៉ាក់ទេអីម៉ាក់គិតថាចង់ចាត់ចែងរឿងគូសកលឲ្យកូននៅបានកូនប្រសាមកមើលថែម៉ាក់ផងដែរណាតែកូនមិនទាន់ចង់បានទេមានពេលណានៅជាមួយគេនោះបើរាល់ថ្ងៃកូនរវល់សឹងអីហើយនឹងម៉ាក់មិនអីទេឲ្យគេនៅជាមួយម៉ាក់ទៅឲ្យខ្ញុំទៅរកឯណាម៉ាក់ខ្ញុំមិនស្អាតថែមទាំងមិនសង្ហាបែបនឹងម៉ាក់បានមើលឃើញកូនគេម្នាក់ហើយថែមទាំងគេនេះក៏ពេញចិត្តនឹងកូនដែរណាម៉ាក់បានសួរគេរួចហើយអំពីរឿងនេះនៅឡើយតែសួរចិត្តកូនតែប៉ុណ្ណោះទេខ្ញុំសុំពេលគិតមកយប់សិនមុនពេលផ្ដល់ចម្លើយពេលនោះមិថុនាក៏បានសុំម្ដាយឡើងទៅសម្រាប់មុនបាត់ទៅចំណែកឯអានងយប់នេះវិញគេគេងមិនលក់រសាប់រសល់ហើយងើបមកអង្គុយមើលព្រះច័ន្ទតែខ្ញុំកាត់អីចេះណាមិនក៏គិតបែបហ្នឹងអញ្ចឹងហើយតើលោកគ្រូទៅមែនឬក៏អីទៅយូរទេហើយត្រឡប់មកវិញឬក៏អត់ទេមិនក៏ខ្ញុំគិតពីលោកគ្រូទៅវិញអញ្ចឹងកុំឈួតពេកអានោះឯងនេះក្រខ្លាំងណាស់លោកគ្រូសង្ហាថែមទាំងជាអ្នកទីក្រុងទៀតមិននឹងអាចមកស្រឡាញ់ឯងជាអ្នកស្រីនោះហើយឯងនេះជាក្មេងជើងកាងទៀតផងអ្នកណាហ៊ានស្រឡាញ់ឯងទេអើយកុំគិតអីបែបហ្នឹងទៀតណាទៅដេកវិញល្អជាងព្រឹកថ្ងៃបន្ទាប់បានឈានចូលមកដល់អានងបានភ្ញាក់ពីដំណេកហើយបើកភ្នែកមើលទេសភាពជុំវិញខ្លួនរបស់គេមានធម្មជាតិចម្រុះគ្នាពាសពេញដីហើយក្រោយផ្ទះមានវាលស្រែ
នឹងមានក្លិនក្រអូបស្រូវផើមផងនោះរឹតតែស្រស់ស្រាយ ថ្ងៃនេះស្រស់ស្រាយខ្លាំងណាស់អាចទៅដល់ខែហ្នឹងខ្ញុំពិតជារីករាយនៅពេលដែលភ្ញាក់ពីដំណេកហើយអាណងឯងទៅតែភ្ញាក់ទេមែនទេថ្ងៃនេះទៅចាប់ត្រីជាមួយគ្នាទេតែយើងនេះក៏ចង់ទៅលេងភូមិម្ដងដែរថ្ងៃហ្នឹងបើអញ្ចឹងឯងឆាប់រៀបចំខ្លួនទៅហើយកុំភ្លេចយកកញ្ច្រែងអីមកផងណាយាយខ្ញុំទៅបាច់ត្រីជាមួយនឹងអាពីមហើយយាយមិនចាំបាច់រកខ្ញុំទេណាទៅចោះចាប់បានហើយឆាប់ត្រឡប់មកវិញផងណាដឹងទេចាយាយតាពីមយើងចុកឡើងមកសិននេះ ពេលព្រឹកនៅស្រុកស្រែពេលសម្រាប់ពីការរៀនសូត្រកូនអ្នកស្រែគឺมันមានអីច្រើនទេរវល់តែបែបនឹងឯងតែក្តីសុខបំផុតដែលបាននៅស្រុកស្រែបែបនេះក្រឡេកមកមើលមិថុនាយើងវិញពេលភ្ញាក់ពីដំណេកមកគេពុតខ្លួនហើយចុះទៅក្រោម បងរិទ្ធហើយបងទៅណាហ្នឹងបងអត់ទៅផ្ទះច្រើនខែហើយពេលដែលអូនខលបងថាជាប់រវល់ការងារនៅតាមខេត្តតាមពិតបងសំងំនៅជាមួយស្រីម្នាក់នេះសោះបងរិទ្ធចុះស្រីម្នាក់នេះគឺជាអ្នកណាយើងមែនទេយើងគឺជាប្រពន្ធស្របច្បាប់របស់បងរិទ្ធហើយចុះនាងគឺជាអ្នកណាដែរ ជូនរឿងប្តីអ្នកស្រែពិសិដ្ឋជាបុរសម្នាក់ដែលមានចរិតស្លូតបូតសុភាពរាបសារនិងចេះយកអាសាអ្នកដទៃថែមទាំងជាមនុស្សតស៊ូព្យាយាមថ្ងៃនេះមេឃដូចជាក្តៅខុសធម្មតាប្រហែលជាល្ងាចបន្តិចមានភ្លៀងធ្លាក់ហើយមើលទៅអញ្ចឹងដកស្មៅស្រែបង្ហើយតែម្ដងទៅព្រោះចិត្តរួចដែរហើយក្រែងលោថាល្ងាចបន្តិចភ្លៀងធ្លាក់មកមែនដកមិនកើតព្រោះឥឡូវនេះមេឃកាចណាស់រកទុកចិត្តមិនបានទេអារឿងផ្គររឿងរន្ទះនោះពិសិដ្ឋបានរៀបការជាមួយនារីម្នាក់ដែលមានឈ្មោះថាឆូវីគឺជានារីម្នាក់ដែលចូលចិត្តដើរលេងហឺហាមិនចេះទុកដាក់ចាំតែចាយលុយប្តីដែលរកបានពិសេសការងារផ្ទះចានឆ្នាំងក៏មិនប៉ះដែរព្រោះតែខ្លាចខូចកញ្ចក់ខូចស្បែករបស់នាងនៅផ្ទះពិសិដ្ឋ ហើយធុញណាស់លោកអើយវ័យកំពុងពេញសបាយពេញចាយលុយម៉ែសុកឥឡូវមកយកប្តីអីណាសាំណាចាយលុយប្តីមិនស្រួលដូចចាយលុយម៉ែទេបងប្អូនមកដល់ថ្មនេះទៅហើយមិនឃើញអាតាប៉ិនឹងមកផ្ទះដាំបាយដាំទឹកអីទេនៅស្រែនៅប្រុងដេកងាប់នៅនឹងហើយលែងមកដាំបាយដាំទឹកហើយមើលទៅឆូវីអូនកើតអីមែនទេបងឮសំឡេងអូនរអ៊ូដល់ខាងមុខផ្លូវចូលផ្ទះយើងឯណោះ ណែតាប៉ិហើយវាយ៉ាងម៉េចគ្រាន់តែខ្ញុំរអ៊ូប៉ុណ្ណឹងមិនបានមែនតាំងតែពីខ្ញុំរៀបការនៅជាមួយគ្នាមកខ្ញុំមិនដែលបានសនក់សុខស្រួលនឹងគេទេមុនការណាគិតថាការជាមួយបងឯងហើយបាននៅសុខស្រួលមានលុយចាយស្រាប់បងឯងមើលគេចុះមើលប្រពន្ធអ្នកដទៃគេមិនឲ្យប្រពន្ធគេពិបាកដូចជាខ្ញុំទេ ឆូវីមិនក៏អូននិយាយអញ្ចឹងរាល់ថ្ងៃអូនពិបាកអ្វីខ្លះក្រែងបងឲ្យអូននៅតែផ្ទះទីតើអី ថ្ងៃណាក៏នៅតែផ្ទះថ្ងៃណាក៏នៅតែផ្ទះចុះបងមានដឹងទេថាខ្ញុំនេះវាធុញវាអប់សុខបើមកហូបវិញហូបដដែលថ្ងៃណាក៏សម្លម្ជូរក្តាមខ្យងខ្ញុំធុញមិនដូចគេសោះប្រពន្ធគេណាព្រឹកឡើងធ្វើខ្លួនស្អាតដើរផ្សារទិញនេះទិញនោះ អូនហើយយើងកុំទៅរស់នៅក្នុងការប្រៀបធៀបនឹងគ្រួសារគេធ្វើអីគេខំរកគេចេះសន្សំទើបគេមានបានដល់សពថ្ងៃណាអូន បើខ្ញុំដឹងថាការជាមួយបងឯងហើយអញ្ចឹងខ្ញុំមិនការទេ ពិសិដ្ឋពេលបានឮសម្ដីប្រពន្ធនិយាយបែបនេះគាត់ពិបាកចិត្តខ្លាំងណាស់រាល់ថ្ងៃខំរកតែប្រពន្ធរបស់គាត់ចាយវាមិនកើតសោះអស់គ្មានសល់ថែមទាំងនិយាយថាចាយមិនគ្រប់ទៀតផងនៅតាមផ្លូវខាងក្រោយភូមិថ្ងៃនេះមានបរិមម្នាក់ដែលល្បីថាជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំហើយក៏មានស្រីញីច្រើនផងដែរពលគឺទៅដល់ស្រុកណាមានស្រីញីនៅស្រុកនោះឯងជាអ្នករកស៊ីខាងដីធ្លី
បានមកមើលដីនៅម្ដុំភូមិដែលពិសិដ្ឋរស់នៅហើយទេសភាពស្រុកស្រែស្អាតប្លែកពីទីក្រុងមែនយីអីក៏អ្នកណាអីក៏ស្អាតម្ល៉េះអូនណាមានដឹងថាដីនៅកន្លែងនេះអ្នកស្រុកគេចង់លក់នៅម្ដុំណាទេចាបងគឺដីនៅខាងមុខនោះហើយបងចូលវិសាទឹកសិនទេបងបាទអូនណែនិយាយថានៅម្នាក់ឯងមែនទេហើយស្អាតអញ្ចឹងមានអ្នកមើលថែបេះដូងហើយនៅអូនចាបងមិនទាន់មានទេបងមិនប្រកាន់ថាអូនជាកូនអ្នកស្រែទេអីបងអូបងមិនប្រកាន់ទេអូនគ្រាន់តែបានឃើញអូនដំបងបងមានអារម្មណ៍ថាធ្លាក់ក្នុងកន្លងស្នេហ៍អូនបាត់ទៅហើយបងមិនដឹងជាស្អីទេនេះខ្ញុំអៀនណាណែនេះដូចជាយប់ហើយបងគិតទៅភ្នំពេញវិញហើយណាហើយនេះ Facebook របស់បងនឹងលុយបន្តិចបន្តួចអូនឯងយកចាយសិនទៅត្រឹម$400-500អីបងមិនទៅខ្វល់ទេណាយកចាយទៅពេលវេលាចេះតែដើរទៅមុខចិត្តមនុស្សដែលយើងស្រឡាញ់ក៏កាន់តែឃ្លាតឆ្ងាយគ្នាមនុស្សខ្លះយកលុយឡានធំជាងសេចក្តីស្រឡាញ់សេចក្តីស្មោះត្រង់ថ្ងៃមួយពេលដែលប្តីនាងមិននៅនាងបានណាត់ជួបជាមួយថៅកែដីនោះហើយក៏ឡើងឡានទៅភ្នំពេញបាត់ទៅបងសិតអើយបងសិតមិនខ្ញុំឃើញប្រពន្ធបងឯងឡើងឡានជាមួយមនុស្សប្រុសម្នាក់ទំនងជាអ្នកមានទៀតផងអូនឈូវីអូនទៅណាមិនបានជាអូនទៅចោលបងអញ្ចឹងបងខុសអីមែនទេមិនក៏អូនមិនប្រាប់បងត្រឡប់មករកបងវិញមកណាអូនឬក៏ព្រោះតែបងជាអ្នកស្រែហើយក្រក្រៃមែនទេបានជាអូនមិនអាចនៅជាមួយបងបានអើយបងហើយបងខ្ញុំពិតជាអាណិតបងណាធ្វើម៉េចទេបងបើគេអស់និស្ស័យពីបងហើយមានតែបងកាត់ចិត្តទៅកុំពិបាកចិត្តច្រើនពេកណាបងមួយខែក្រោយមកសិតបដូរពីមនុស្សម្នាក់ដែលប្រឹងប្រែងធ្វើការដើម្បីគ្រួសារទៅជាមនុស្សម្នាក់ទៀតដែលចូលចិត្តផឹកស្រាយកស្រាជាត្រីមុខដោយសារតែវិបត្តិផ្លូវចិត្តបានញោមញីបេះដូងរបស់គេស្ទើរតែខ្ទេចអស់បាត់ទៅហើយថ្ងៃមួយនៅពេលដែលពិសិដ្ឋបានដើរទៅវាលស្រែតាមផ្លូវក្បែរភូមិក៏ក្រឡេកឃើញមានកាបូបមួយដែលបានជ្រុះនៅតាមផ្លូវនៅក្នុងកាបូបនោះមានដាក់នៅឯកសារជាច្រើននិងទូរស័ព្ទជាច្រើនគ្រឿងនិងលុយជាច្រើនផងដែរជាមួយនឹងនាមប័ណ្ណដែលសរសេរថាមានលៀប investment ដោយសារតែគេជាមនុស្សសុចរិតទៀងត្រង់ពិសិដ្ឋក៏បានតាក់ទងទៅតាមអាសយដ្ឋាននោះអាឡូជំរាបសួរលោកជាម្ចាស់ទូរស័ព្ទនេះមែនទេខ្ញុំបានរើសកាបូបរបស់លោកនៅតាមផ្លូវចូលនៅក្នុងភូមិបាទជំរាបសួរខ្ញុំវិឆ័យនិយាយខ្ញុំពិតជាបានជ្រុះកាបូបពិតមែនគឺនៅពេលដែលខ្ញុំទៅពិនិត្យការងារនៅទីនោះណែអញ្ចឹងថ្ងៃស្អែកខ្ញុំនឹងទៅយកចុះអរគុណហើយណាក្មួយប្រុសជំរាបសួរលោកពូនេះកាបូបរបស់លោកពូហើយរបស់របរគឺនៅក្នុងនឹងទាំងអស់ហើយសូមលោកពូពិនិត្យមើលចុះបាទអរគុណណាស់ក្មួយពិតជាមនុស្សមានចិត្តស្មោះត្រង់ពិតមែននេះក្មួយយកលុយមួយចំនួននេះទៅទុកថាជាការជូនជាសគុណទៅចុះអូមិនអីទេលោកមិនចាំបាច់គុណស្រ័យអីទេតាមពិតរបស់នេះគឺជារបស់លោកនឹងហើយគ្រាន់តែខ្ញុំរក្សាទុកឲ្យលោកវិញទេវាជាការត្រឹមត្រូវហើយនិយាយអញ្ចឹងក្មួយប្រកបមុខរបរអីដែរនៅទីនេះបាទពូខ្ញុំធ្វើស្រែនិងឆ្លៀតដាំបន្លែខ្លះផងដើម្បីគ្រាន់លក់យកលុយផ្គត់ផ្គង់ជីវភាពខ្លះហូចចុះក្មួយរៀនបានត្រឹមណាដែរបាទខ្ញុំរៀនបានត្រឹមតែថ្នាក់ទី9ទេព្រោះតែជីវភាពខ្វះខាតក៏ឈប់រៀនទៅដើម្បីជួយរកចំណូលជួយផ្គត់ផ្គង់គ្រួសារខ្លះបើមិនយកក៏មិនអីដែរពូក៏មិនហ៊ានបង្ខំក្មួយដែរតែពូមានការងារមួយនៅទីនេះបើក្មួយចាប់អារម្មណ៍ឬក៏ចង់ធ្វើ
ក្មួយអាចទៅធ្វើបានតែការងារនោះគឺការមើលការខុសត្រូវនៅកសិដ្ឋានហើយនឹងការដ្ឋានរបស់ពូនៅទីនេះពូជឿថាក្មួយប្រកាសជាអាចធ្វើបានព្រោះក្មួយជាមនុស្សស្មោះត្រង់និងព្យាយាមតស៊ូ បាទក្មួយសូមអរគុណលោកពូណាស់ដោយការខិតខំប្រឹងប្រែងធ្វើការតស៊ូនិងភាពស្មោះត្រង់ពិសិដ្ឋបានក្លាយជាមនុស្សម្នាក់ដែលមានទាំងចំណេះជំនាញនិងបានក្លាយជាមនុស្សម្នាក់ដែលលោកថៅកែពេញចិត្តជាខ្លាំងនៅថ្ងៃមួយនៅឯការដ្ឋានលោកវិឆ័យក៏បានមកមើលការងារដូចសពមួយដងក៏ប៉ុន្តែថាពេលភ្លាមនោះសុខភាពផ្នែកបេះដូងរបស់លោកហាក់ធ្វើទុក្ខភ្លាមហើយពិសិដ្ឋនេះហើយដែលជាអ្នកនាំលោកទៅកាន់មន្ទីរពេទ្យទាន់ពេលវេលានោះដំណឹងនេះក៏បានដឹងឮដល់កូនស្រីតែម្នាក់គត់របស់លោកថៅកែវិឆ័យនាងមានឈ្មោះថាចរិយាជាមនុស្សស្រីម្នាក់ដែលមានចរិតទន់ភ្លន់សុភាពរាបសារមានទាំងចំណេះដឹងនិងចរិយាសម្បត្តិប៉ាយ៉ាងម៉េចទៅហើយប៉ាកំកើតអីប៉ា ប៉ាមិនកើតអីទេកូនពេលនេះវាបានធូរច្រើនហើយនេះណាកុំបានពិសិដ្ឋទេគេយកប៉ាមកពេទ្យតាន់ពេលកុំអីយ៉ាប់ហើយប៉ានេះព្រោះថាប៉ាចាស់ហើយសុខភាពក៏វាកាន់តែទ្រុឌទ្រោមតាមនឹងដែរណាកូន អរគុណលោកខ្លាំងណាស់ដែលបានមើលថែប៉ារបស់ខ្ញុំនិងយកគាត់មកដល់មន្ទីរពេទ្យទាន់ពេលវេលា បាទមិនអីទេអ្នកនាងចាប់តាំងពីថ្ងៃនោះមកគ្រួសារលោកវិឆ័យនិងពិសិដ្ឋក៏មានទំនាក់ទំនងនឹងគ្នាកាន់តែជិតស្និទ្ធដូចជាគ្រួសារតែមួយសូមចុច Subscribe ដើម្បីទស្សនាវីដេអូភាគ 2 ដែលជាភាគបន្តភាគទី 2 នេះខ្ញុំត្រូវតែសងគុណលោកតាខែវិឆ័យនិងអ្នកនាងចរិយាតែចិត្តរបស់ខ្ញុំនេះដូចជាធ្លាក់ក្នុងអន្លង់ស្នេហ៍របស់អ្នកនាងចរិយាទៅហើយតែនាងខ្ពស់ដូចជាដួងច័ន្ទរឿងប្តីអ្នកស្រែភាគបញ្ចប់ចាប់តាំងពីពេលដែលពិសិដ្ឋបានស្គាល់គ្រួសារលោកវិឆ័យការរស់នៅរបស់គេក៏មានការប្រែប្រួលពិសិដ្ឋមានការងារល្អមានប្រាក់ចំណូលល្អនិងមានភាពជិតស្និទ្ធកាន់តែខ្លាំងជាមួយនឹងអ្នកនាងចរិយាដែលត្រូវជាកូនស្រីរបស់លោកថៅកែវិឆ័យនៅកន្លែងការងាររបស់ពិសិដ្ឋបងពិសិដ្ឋសម្រាប់ខ្លះទៅបងកុំខំធ្វើការពេកវាធ្វើឲ្យបងឈឺណាបង បាទអ្នកនាងមិនអីទេព្រោះថាការងារនេះគឺជាការងារដែលខ្ញុំស្រឡាញ់ម្យ៉ាងវាមិនអីទេខ្ញុំស៊ាំទៅហើយពេលវេលាអូសបន្លាយកាន់តែយូរពិសិដ្ឋកាន់តែមានអារម្មណ៍តាក់ចិត្តជាមួយនឹងអ្នកនាងចរិយាក៏ប៉ុន្តែគាត់ក៏កំពុងស្ទាក់ស្ទើរក្នុងចិត្តដែរក៏ព្រោះតែថាពួកគេទាំងពីរនាក់គឺជាមនុស្សដែលមានឋានៈខុសគ្នាឆ្ងាយណាស់ម្នាក់ជាកូនថៅកែឯម្នាក់ទៀតគ្រាន់តែជាកូនចៅនៅឯទីក្រុងងាកមកមើលឈុតឆាកខ្សែជីវិតរបស់ឆូវីឯនេះវិញក៏ជួបវិបត្តិជាមួយនឹងថៅកែរិទ្ធយ៉ាងខ្លាំងដែលនាងបានរស់នៅជាមួយរិទ្ធគ្រាន់តែចង់លេងសប្បាយជាមួយនាងហើយពេលដែលឃើញនាងមិនមានតម្លៃសម្រាប់គេតទៅទៀតនោះគេក៏បោះបង់នាងចោលបងរិទ្ធហើយបងទៅណាហ្នឹងបងអត់ទៅផ្ទះច្រើនខែហើយពេលដែលអូនខលបងថាជាប់រវល់ការងារនៅតាមខេត្តតាមពិតបងសម្ងាំនៅជាមួយស្រីម្នាក់នេះសោះបងរិទ្ធចុះស្រីម្នាក់នេះគឺជាអ្នកណាយើងមែនទេយើងគឺជាប្រពន្ធស្របច្បាប់របស់បងរិទ្ធហើយចុះនាងគឺជាអ្នកណាដែរមិនមែនទេអូនស្ដាប់បងសិននាងគ្រាន់តែជាស្រីលេងសើចរបស់បងទេថ្ងៃមួយឆូវីបានវិលត្រឡប់ពីទីក្រុងភ្នំពេញវិញដើម្បីជួបពិសិដ្ឋនិងសុំត្រូវរើគ្នាវិញនៅផ្ទះរបស់ពិសិដ្ឋបងសិទ្ធអូនខុសហើយបងសូមបងអត់ទោសឲ្យអូនផងតែយើងអាចត្រឡប់ដូចដើមវិញបានទេអូនឆូវី
ពីមុនបងក៏ធ្លាប់ស្រឡាញ់អូនស្ទើរស្មើជីវិតក៏ប៉ុន្តែអូនបានបោះបង់បងចោលឥឡូវនេះបេះដូងរបស់បងមិនអាចទទួលយកអូនបានទៀតទេហើយយើងក៏មិនអាចត្រឡប់ទៅដូចមុនបានទៀតដែរគ្រប់ពាក្យពេចន៍របស់ពិសិដ្ឋបានធ្វើឲ្យឆូវីនាងមានវិបដិសារីយ៉ាងខ្លាំងដែលធ្លាប់បោះបង់រិទ្ធដែលធ្លាប់ស្រឡាញ់នាងធ្វើអ្វីដើម្បីនាងការដែលយើងមិនចេះថែរក្សារបស់ដែលមានតម្លៃនៅក្នុងជីវិតនោះជីវិតរបស់យើងនឹងប្រែជាគ្មានតម្លៃថ្ងៃមួយនៅឯមន្ទីរពេទ្យលោកវិឆ័យក៏មានជំងឺបេះដូងធ្ងន់ធ្ងរឡើងវិញមុននឹងចូលបន្ទប់វះកាត់លោកបានចូលពិភាក្សាជាមួយនឹងកូនស្រីនិងពិសិដ្ឋចរិយាកូនប៉ាបើថ្ងៃណាមួយប៉ាមិនបាននៅមើលថែកូនត្រូវរកអ្នកណាម្នាក់ដែលអាចជួយមើលថែកូនបានណាប៉ាកុំនិយាយអញ្ចឹងអីប៉ាត្រូវតែមានសង្ឃឹម ពិសិដ្ឋពូមានជំនឿចិត្តលើក្មួយពូចង់ឃើញក្មួយធ្វើជាមនុស្សសំខាន់ដែលមើលថែកូនស្រីពូជំនួសពូដឹងច្បាស់ណាស់ថាពូប្រហែលជាមិនអាចនៅមើលថែកូនស្រីពូបន្តទៀតបានទេត្រូវធ្វើល្អដាក់នាងផងណាពិសិដ្ឋនិងចរិយាបានទទួលពាក្យពេចន៍ទាំងនេះពីលោកឪពុកទាំងហូរទឹកភ្នែកហើយក៏ចាប់ពីពេលនោះមកពួកគេទាំងពីរនាក់បានរស់នៅជាមួយគ្នាដោយមានសុភមង្គល